បងប្អូននេះគឺជារបៀបប្រើឧបករណ៍បឺតស្លាកដែលបងប្អូនបានមើលវីដេអូកន្លងមកដែលខ្ញុំបានផុសយើងត្រូវដាក់អ្នកជំងឺឲ្យផ្ងាឡើងលើរួចហើយយើងដោះក្បាលពណ៌លឿងនឹងចេញនេះបងប្អូនឃើញគេដោះហើយនេះដោះក្បាលពណ៌លឿងចេញទៅបាទហើយនៅនេះប៊ូតុងចុចហើយយើងដាក់ក្បាលម៉ាស់ដែលត្រូវបិទមាត់អ្នកជំងឺហើយយកមកខ្ទប់ឲ្យជិតជាមួយនឹងមាត់អ្នកជំងឺបន្ទាប់ពីខ្ទប់ឲ្យជិតហើយយើងអាចចុចបាននេះបើសិនបើករណីអ្នកជំងឺបិទមាត់បងប្អូនអាចតទៅយកពណ៌សនេះដាក់ចូលទៅបានបាទដើម្បីបឺតចេញដូចគ្នាហើយចំពោះកម្ពស់ដែលវាផ្ទុះឡើងនៃការបឺតខ្យល់ចេញនេះគឺ10 សង់ទីម៉ែត្រវាផ្ទុះចេញ10 សង់ទីម៉ែត្របងប្អូនអញ្ចឹងបងប្អូនអាចបឺតអញ្ចឹងបានចុចប៊ូតុងពណ៌ទៅក្រូចមិញហ្នឹងណាគាត់ចុចមើលឲ្យបើសិនជាបឺតមិនបានទេបងប្អូនអាចសង្កត់វាចុះក្រោមវិញដើម្បីឲ្យវាជាប់កលឹះវាវិញរួចហើយបងប្អូនបង្វិលអ្នកជំងឺទៅចំហៀងសម្បឺតវាម្ដងទៀតនេះបងប្អូនចុចប៊ូតុងពណ៌លឿងខាងលើគឺវាលោតហើយគឺជាការណែនាំរបៀបប្រើឧបករណ៍បឺតស្លាកនេះផងដែរអរគុណ